đây này tụiគ្នានេះជាថ្ងៃទី2របស់ slot ដែលយើងយកមកបង្ហាត់វាបាទសួស្តីអ្នកទាំងអស់គ្នានេះជាថ្ងៃទី2របស់ slot សប្តាហ៍ថ្ងៃទី2នេះគឺស្រួលហៅមែនតើតើតើនឹងការហៅវាគឺអត់ប្របាទេហើយសត្វនឹងហៅថ្ងៃនឹងបានប្រហែលជា10ម៉ែត្រដែរម្សិលមិញយើងហៅបានប្រហែលជា3ម៉ែត្រថ្ងៃទី1សត្វនឹងចូលវាដំបងរៀងខ្លាចតែនៅពេលដែលវាបានស្គាល់វាមួយថ្ងៃទៅសត្វនឹងស្រួលវិញហើយអ្នកទាំងអស់គ្នាតែសួរខ្ញុំពីរបៀបតម្លាក់គីឡូរបៀបប្រហាត់របៀបដាក់ចំណីហើយនឹងកន្លែងរស់នៅវាបែបម៉េចអ្នកទាំងអស់គ្នាអាចឆែកមើលក្នុងYouTube របស់ខ្ញុំបានខ្ញុំនឹងតម្លាក់ link នៅក្រោមហ្នឹងឲ្យអ្នកទាំងអស់គ្នាមើលហើយនេះគ្រាន់តែជាវីដេអូក្នុងការប្រហាត់វាដើម្បីឲ្យអ្នកទាំងអស់គ្នាបានទស្សនានឹងរបៀបហៅហើយនឹងការឆ្លងដៃរបស់ slot ហើយសត្វហ្នឹងយើងនឹងធ្វើវីដេអូរហូតដល់វាចេះដេញតើសត្វហ្នឹងវាមានសមត្ថភាពបែបម៉េចហើយហៅវាបានបែបម៉េចហើយមុននឹងការហៅវាបានមកចង្អៃហ្នឹងអ្នកទាំងអស់គ្នាអាចមើលវីដេអូមួយនេះបានគឺយើងបបាក់ហៅវាមែនតើទី1គឺវាល្អជាមួយនឹងដៃសូមដៃយើងថ្ងៃដំបូងហើយថ្ងៃទី2នេះក៏ដូចគ្នាដែរវារៀងខ្លាចទី1គឺមានឆ្កែនៅជិតហ្នឹងហើយមានគោមានអីមានចាបមានអីចឹងវាខ្លាចហើយមកដល់កន្លែងថ្មីយើងហៅកន្លែងថ្មីចឹងវារៀងខ្លាចចឹងណាហើយតើតើនឹងសត្វហ្នឹងគឺវាស្រួលហ្នឹងហើយវាស្រួលខុសពីសត្វផ្សេងហើយយើងនឹងមានវីដេអូថ្ងៃក្រោយក្នុងការប្រហាត់វាទៀតហើយអ្នកនរគ្នាអាចមើលវីដេអូខាងក្រោយទៀតនឹងផុសជារឿងរាល់ថ្ងៃ2ថ្ងៃម្ដងមិនមែនរាល់ថ្ងៃម្ដងទេ2ថ្ងៃម្ដងខ្ញុំនឹងផុសមកវីដេអូឲ្យអ្នកនរគ្នាបានទស្សនាហើយរបៀបតម្លាក់គីឡូរបៀបហៅរបៀបអីហ្នឹងខ្ញុំនឹងធ្វើក្នុង YouTube ក្នុង Facebook នេះខ្ញុំអត់ធ្វើទេអ្នកនរគ្នាអាចjoin link ខាងក្រោមនេះមើលក្នុង YouTube ខ្ញុំបានហើយបើអ្នកនរគ្នាខ្ជិលអ្នកនរគ្នាអាចវាយថាចៃវ៉ាក៏បានឬក៏ប្រធានក្រុមបាសីប្រមាញ់ខេត្តពោធិ៍សាត់ក៏បានដែរវាយចូល YouTube ទៅវានឹងលោតឲ្យហ្នឹងហើយអ្នកនរគ្នាមានតែប៉ុណ្្នឹងទេអរគុណច្រើន